នេះថ្ងៃនេះបរៀនកូនបដោះខ្នៅរបស់ដែលញ៉ាំហើយផ្លែឈើល្អនេះមកដាក់តែគុំសួនគុំស្លាគុំអីមកនេះបានដោះប្រឡូកចេញអញ្ចឹងហើយចាំដកយកទៅផ្សំដាក់ក្នុងនេះដាក់ក្នុងកញ្ចប់ថង់ដល់ពេលអញ្ចឹងទៅគឺវាដោះមក 100% គឺទៅដល់យើងផ្សំវាមកមានណារាល់ថ្ងៃកំណត់ឲ្យកូនម្នាក់5កញ្ចប់ទៅតែដើមអីក៏បានដែរឲ្យបាន5ម្នាក់ក្នុងមួយថ្ងៃដើម្បីបរៀនកូនតិចទៅណាឲ្យចេះផ្សំពូជសិលល្អយើងទិញសាបោះឆ្ងាញ់មកព្រោះឲ្យយើងបដោះទៅព្រោះឲ្យខ្ញុំចិត្តរបៀបផ្លែមធម្មជាតិអត់របស់ផ្សំរបស់អីទេចឹងទៅយើងដាំលក្ខណៈធម្មជាតិទៅវាអាយុវែងហើយក៏ផ្លេចខ្លួនយើងក៏បានផលយើងគ្មានរុយណាទៅដើរទិញដើមស្រាច់យកទៅដាំឯងអញ្ចឹងទៅនេះសំបានក្នុងចេះតិចហើយបងប្អូនឃើញអត់នេះសិតតែខ្នោដែលយើងបានសំវាដាំមកមានគ្រប់សពខ្នោសាវម៉ាវមានត្រេន